បាយខ្ញុំក៏បរៀនធ្វើទឹកត្រាវបែបបុរាណណាបងប្អូនឆ្ងាញ់ខ្លាំងហើយមិនត្រឹមតែធ្វើទឹកត្រាវញ៉ាំជាភេសជ្ជៈបានទេណាថែមទាំងអាចយកទៅធ្វើការ៉េមបានទៀតរបៀបធ្វើវិញមិននឹកស្មានថាវាស្រួលថានឹងសោះនិយាយទៅស្រួលយើងធ្វើទឹកសណ្តែកឆ្ងាយសំខាន់ណាស់យើងរើសយកមើមត្រាវថ្មីថ្មីកុំឲ្យវាអែវយកមកដល់យើងចិតសបកលាងទឹកហើយកាត់វាជាដុំទូចទូចប៉ុណ្ណឹងមកត្រាវល្អញ៉ាំមកបងប្អូនក្នុងនោះមានជាតិសរសៃយើងកាត់វាដុំតូចៗប៉ុណ្ណឹងហើយចំហុយវាឲ្យឆ្អិនក្រោយព្រឹកឡើងមកធ្វើការងារមកសារ៉ាហើយអត់ដែលភ្លេចទេញ៉ាំណាណូចូលដល់វ័យ40បុកនេះ collagen របស់យើងបាត់បង់ហើយម្ល៉េះហើយត្រូវតែរក collagen ជំនួយជួយកុំឲ្យសក់យើងជ្រុះសក់យើងដោះមកច្រើនហើយស្អាតបើស្បែករបស់យើងវិញមើលមកគឺភ្លឺថ្លាចេញពីខាងក្នុងកញ្ចក់ដៃក៏ដោះមកស្អាតជាពិសេសជួយស្ដារសុខភាពរបស់យើងក្រោយពេលសម្រាលបងប្អូនតែញណាណូជប៉ុនឥឡូវនេះមានប្រម៉ូសិនពិសេសគេបញ្ចុះតម្លៃហើយថែមកែវទឹក free ទៀតកែវពណ៌ទឹកក្រូចឡើងស្អាតហ្មងសម្រាប់ការបញ្ចុះតម្លៃហ្នឹងបញ្ចុះតម្លៃលើគ្រប់ផលិតផលរបស់ណាណូទិញអស់5កំប៉ុងតាម199នេះថែមកែវទឹករហូតដល់2បើទិញច្រើនជាងហ្នឹងបញ្ចុះតម្លៃច្រើនជាងហ្នឹងថែមកែវទឹកច្រើនជាងហ្នឹងបើទិញត្រឹមតែ1កំប៉ុងអីគឺបញ្ចុះតម្លៃ 5% ហើយបើទិញពី2ដល់4កំប៉ុងបញ្ចុះតម្លៃ 10% ហើយថែមកែវទឹកមួយទៀតសម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចទំនាក់ទំនងទៅ page របស់ Nano ផ្ទាល់បានមកមើលពីរបៀបធ្វើទឹកត្រាវរបស់យើងវិញចុះឲ្យពណ៌វាស្អាតបងប្អូនបន្ថែមជាមួយនឹងទឹកផ្កាមេអំបៅយើងឆុងវាឲ្យខាំអញ្ចឹងហើយច្បាច់ក្រូចឆ្មាចូលមកបន្តិចឲ្យវាឡើងពណ៌ស្វាយស្អាតប្រើដូចយើងបានចំហុយឆ្អិនហ្នឹងយកវាមកកិនជាមួយខ្ទិះដូងក៏បានទឹកជាក៏បានដែរកិនវាម៉ត់ខៃអញ្ចឹងមកណាបងប្អូនត្រាវ1គីឡូយើងដាក់ខ្ទិះដូង1គីឡូបងប្អូន1គីឡូហ្នឹងឲ្យគេកិនយកទឹកមកហើយដាក់ស្ករសចំនួន4ខាំទឹកដែលយើងប្រើសរុបជាមួយនឹងផ្កាមេអំបៅទឹកជាចំនួន2លីត្រហើយខ្ទិះដូង1គីឡូពូតយកទឹកហ្នឹងបានប្រហែល2លីត្រដែរសរុបចូលគ្នាហ្មង4លីត្រទាំងខ្ទិះដូងនិងទឹកសាច់ត្រាវដែលចិតរួចនឹង1គីឡូស្ករស4ខាំអំបិល1ចិបកូរវាឲ្យសព្វហើយដាំតពុះទៅហើយបងប្អូនបើសិនចង់យកធ្វើការ៉េមត្រាវយើងគ្រាន់តែលាយជាមួយនឹងម្សៅឆាវានឹងខាប់ជានឹងទៅដាក់ក្នុងប្រអប់ឬមួយក៏ច្រកចូលថង់ដាក់ក្នុងទូកកទៅបងប្អូនកាត់ជីការ៉េមត្រាវទៅជួយឆ្ងាញ់ហើយល្បាយទឹកត្រាវរបស់យើងនេះវិញវាមិនខាប់ពេកវាមិនរាវពេកមកសំល្មមមើលទៅតំណងហើយហូបឆ្ងាញ់ពេលលាយជាមួយនឹងផ្កាមេអំបៅទៅពណ៌ក៏ចេញស្អាតដែរចាស់ក្លិនត្រាវមកឡើងឈ្ងុយល្អមែនតើកុំភ្លេចធ្វើញ៉ាំមកបងប្អូនណាបាយតិចនិចធ្វើបកាអប់កុលក្រេលឿនងាយងាយហើយឆ្ងាញ់មហូបមួយចានហ្នឹងដល់5នាទីបងប្អូនប៉ុន្តែរសជាតិឆ្ងាញ់ញាក់សាច់គីកន្លះគីឡូយើងដាក់ទឹកត្រីបុក3លព្រាទឹកប្រឡាក់សាច់3សាព្រាគ្រឿងក្នុងហ្នឹងមានកូនលក្រៃលក្រូចម្ដេងជាមួយនឹងស្លឹកតើយ2 3សន្លឹកចេះមកច្បល់ចូលគ្នាឲ្យសព្វហើយយកទៅអាប់ក្នុងខ្ទះឲ្យឆ្អិនចេះក្លិនមកលងឈ្ងុយម្លង20 30ភូមិនិយាយទៅមានគ្រឿងខុននៅផ្ទះបងប្អូនធ្វើម្ហូបមិនហត់ថែមថយគ្រឿងក្រឹងអីច្រើនទេរសជាតិចេញមកមួយឆ្ងាញ់លឿនរហ័សទាន់ចិត្តចង់បានឆាចូលពេកណាឲ្យតែមានភ្ញៀវក៏មកឆាឡុកឡាអាចដល់ចោលធ្វើមកពូមកនឹងស្រួលធ្វើឲ្យលឿនសូម្បីតែកូនក្បិតមកចូលធ្វើការដបងក៏បរៀនបាយឡុកឡាមុនគេដែរយើងគ្រាន់តែដាក់ទឹកប្រឡាក់សាច់ទឹកបាញ់ប៉ោះជាមួយនឹងខ្ទឹមពងស្រេចសាច់គោឆាច្បល់ហើយដាក់ទឹកជាចូលមកបន្តិចទៅចុងក្រោយគេដាក់តែម្សៅឆាឲ្យខាប់ពេលទឹកប្រឡាក់សាច់ខុនបងប្អូនយកទៅឆាម្ហូបស្រួលខ្លាំង2ទៅ3សាព្រាបាយឆាម្ហូបបានមួយចានមកយកទៅប្រឡាក់សាច់វិញមួយដបនឹងបានរហូតដល់3ទៅ4គីឡូមានទឹកប្រឡាក់សាច់ខុននៅផ្ទះដែលមានជំនួយការពិសេសម្ហូបចេញលឿនហើយឆ្ងាញ់ចង់បានឆាចូលផេកប្រម៉ូសិនពិសេសជូន